នេះគឺជាសមិទ្ធផលបន្ទាប់ពីយើងបាញ់ដលងអាយុ15ថ្ងៃហើយឥឡូវនេះខ្ញុំចុះមកម្ដងទៀតហើយដលងនេះគឺមានអាយុ1ខែ10ថ្ងៃហើយឬក៏40ថ្ងៃគឺដលងចាប់ផ្ដើមលាស់ស្លឹកបានច្រើនបងប្អូនហើយក្នុងម្ដងគឺចេញមេឃបាន3បាន2បងប្អូនទៅតាមភ្នែកដលងដែលវាអាចដុះបានណាបងប្អូនអញ្ចឹងនោះគឺជាដើមឈើបងប្អូនគឺជាការនៅខាងព្រះវិហារខាងសយងកោះកេរដដែលទេប៉ុន្តែយើងមកលើកនេះគឺយើងចាប់ផ្ដើមបាញ់បំពន់ជំរុញទៅលើខាងផ្នែកមើមចឹងមានថាយើងចាប់ផ្ដើមឲ្យអាហារមើមទៅដល់ដើមដលងរបស់យើងបងប្អូនពុទ្ធិស័យដលងរបស់យើងគឺយើងបានជំរុញការលូតលាស់វគ្គ1នៅក្នុងដលងអាយុបាន16 17ថ្ងៃមួយជើងហើយគឺមកការពីជើងមុនតែជើងនេះគឺយើងមកបំពន់ទៅលើមើមប៉ុន្តែតើតនឹងអាហារបំពន់ទៅលើការលូតលាស់ក៏យើងនៅតែដាក់ចូលដែរជឿមានថាយើងប្រើជាឈុតពីរមុខចូលគ្នាតែម្ដងយើងប្រើតោស្ដៃរឹសដែលវាជួយទៅលើផ្នែកការលូតលាស់បំពន់ទៅលើប្រព័ន្ធរឹសដងដើមហើយនឹងស្លឹកហើយយើងក៏ចាប់ផ្ដើមដាក់ជីអាហារមើមដូចគ្នាគឺតោមអាហារមើមដែលជាជីបំពន់មើមដើម្បីអីដើម្បីឲ្យប្រព័ន្ធរឹសដំឡូងរបស់យើងនឹងវាមានថាមពលវាមានកម្លាំងគ្រប់គ្រាន់ហើយតោមអាហារមើមនឹងក៏វាជួយទៅភ្ញូជួយទៅបំពន់មើមដលងនឹងបំពន់រឹសដលងនឹងឲ្យទៅជាមើមដលងបានច្រើនហើយក៏ជួយឲ្យដលងរបស់យើងគឺមិនសល់រឹសចោលច្រើនអញ្ចឹងបើសិនជាបងប្អូនបាញ់ត្រឹមត្រូវតាមអាយុដលងបាញ់ទាន់ពេលវេលានោះទិន្នផលមើមដលងបងប្អូននឹងបានច្រើនហើយបានល្អទៀតអញ្ចឹងវីដេអូនេះខ្ញុំសូមចែកម្លែកជូនប៉ុណ្ណឹងបើសិនជាបងប្អូនមានជាសំណួរចម្ងល់អាច comment សួរនាំនៅក្នុងនោះបានតែបើសិនជាចង់បានជីថ្នាំក៏អាចខមមកលេខទូរស័ព្ទដែលមាននៅក្នុងវីដេអូនេះបានសាកសួរនាំមុនបន្ថែមចាំទិញយកទៅប្រើប្រាស់ក៏បានអរគុណច្រើនដែលបានទស្សនាវីដេអូនេះ